ខ្ញុំបាទសាស្ត្រាចារ្យជំនួយវិជ្ជាបណ្ឌិតសេងសមេតឯកទេសជំងឺថ្លើមកាពះពោះវៀនបាទសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅដល់ក្រុមហ៊ុន Mega Vicare ដែលបានប្រពនៅទិវាសុខភាពថ្លើមពិភពលោកក្នុងថ្ងៃនេះបាទអញ្ចឹងចំពោះសំណួររបស់បងអូនគឺខ្ញុំសូមឆ្លើយថាថ្លើមគឺមានមុខងារជាសារពាង្គកាយមួយដែលមានមុខងារយ៉ាងសំខាន់រហូតដល់យើងអាចនិយាយបានថាថ្លើមមួយជីវិតមួយបាទមុខងារជាច្រើនរបស់ថ្លើមដូចជាការដកជាតិពុលនៅក្នុងខ្លួនសារពាង្គកាយការផលិតគ្រាប់ឈាមការផលិតនៅសារធាតុប្រូតេអ៊ីនមួយចំនួនសម្រាប់ទ្រទ្រង់ជីវិតសារពាង្គកាយរបស់យើងឲ្យបានរស់យើងមិនអាចរស់ដោយមិនមានថ្លើមបានទេបាទអញ្ចឹងបើសុខភាពថ្លើមខ្សោយសារពាង្គកាយយើងទាំងមូលសុខភាពសារពាង្គកាយយើងទាំងមូលក៏ខ្សោយទ្រុឌទ្រោមទៅតាមនឹងដែរបាទជាទូទៅមានមូលហេតុជាច្រើនដែលវាប៉ះពាល់ទៅលើថ្លើមបាទហើយគ្រប់មូលហេតុទាំងឡាយដែលបណ្ដាលឲ្យមានការខូចខាតនៃកោសិកាថ្លើមដែលបណ្ដាលឲ្យមានការវិវត្តទៅជាជំងឺរលាកថ្លើមទៅជាជំងឺថ្លើមរ៉ាំរ៉ៃវាអាចនឹងបណ្ដាលឲ្យទៅជាមានក្រិននិងមហារីកថ្លើមនៅទីបញ្ចប់ដូចគ្នាទាំងអស់មូលហេតុជាច្រើនដែលយើងជួបខ្ញុំសូមលើកយកមូលហេតុដែលយើងជួបឧស្សាហ៍ជួបនៅក្នុងវិទ្យាសាស្ត្រផ្នែកថ្លើមរបស់យើងហ្នឹងគឺទី1ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ BC បាទទី2ជំងឺថ្លើមស្រាដែលយើងឲ្យឈ្មោះថា alcoholic liver disease បាទដោយសារការបរិភោគនៅស្រាហួសកម្រិតទី3ជំងឺថ្លើមរ៉ាំរ៉ៃដែលពាក់ព័ន្ធជាមួយនឹងពពួកថ្នាំដែលយើងប្រើហួសចំណុះបាទប្រើមិនបានត្រឹមត្រូវដូចជាថ្នាំឱសថបុរាណថ្នាំពេទ្យមួយចំនួនដែលយើងប្រើហួសកម្រិតហើយនឹងមូលហេតុផ្សេងជាច្រើនទៀតដូចជាមូលហេតុដែលពាក់ព័ន្ធជាមួយនឹង metabolic បាទដូចជាការលើសខ្លាញ់ការកកស្ទះនៃកោសិកាខ្លាញ់នៅក្នុងថ្លើមមូលហេតុទាំងឡាយទាំងពួងនេះហើយដែលបណ្ដាលឲ្យមានការវិវត្តទៅជាជំងឺថ្លើមរ៉ាំរ៉ៃហើយទីបំផុតធ្វើឲ្យក្រិនថ្លើមមហារីកថ្លើមដែលគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាទ Mega We Care